យើងចាប់ផ្ដើមខោនដនពីពេលនេះតទៅដោយព័ត៌មានដ៏ក្តៅឈូលហុយហុយដោយមីសាប៊ីនោះគឺអ៊ីរ៉ង់កំពុងតែសមជុតបាញ់គ្រាប់ពិតចម្ងាយប្រមាណត្រឹមតែ37គីឡូម៉ែត្រប៉ុណ្ណោះពីនាវាចម្បាំងសហរដ្ឋអាមេរិកដោយយោងតាមកាសែត Al Jazeera ដែលបានចុះផ្សាយនៅថ្ងៃទី31មករាបានសង្កត់ធ្ងន់ថាកងទ័ពជើងទឹកអ៊ីរ៉ង់កំពុងបញ្ចេញមីស៊ីលប្រឆាំងទៅនឹងនាវាដ្រូនអត្តឃាតមកបាញ់ផ្អើលពេញផ្ទៃទឹកនៅក្បែរមហាកងនាវាអាបាដារបស់សហរដ្ឋអាមេរិកនេះគឺជាសារព្រមានចំទៅកាន់សេតវិមានថាបើគ្រាប់បែកដំបូលរបស់សហរដ្ឋអាមេរិកធ្លាក់លើទឹកដីអ៊ីរ៉ង់នោះនាវាចម្បាំងរបស់សហរដ្ឋអាមេរិកនៅចំពីមុខភ្នែកយើងនេះក៏នឹងក្លាយជាចំណីត្រីក្នុងសមុទ្រដូចគ្នានេះគឺជាយុទ្ធសាស្ត្រស៊ូស្លាប់ដើម្បីរស់ដែលអ៊ីរ៉ង់ប្រើប្រាស់ដើម្បីបំបាក់ស្មារតីយោធាសហរដ្ឋអាមេរិកវិញនៅមុនពេលថ្ងៃអាទិត្យទី1កុម្ភៈដែលជាថ្ងៃកំណត់នៃការវាយប្រហារមកដល់ការហត់សមនេះបានកើតឡើងបន្ទាប់ពីសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនបានឈានទៅដល់ចំណុចរបត់ដ៏គួរឲ្យភ័យខ្លាចខ្លាំងបំផុតដែលមិនធ្លាប់ឃើញរបាយការណ៍ដ៏គួរឲ្យតក់ស្លុតខ្លាំងបំផុតដែលបានចេញផ្សាយនៅថ្ងៃទី30មករាដោយកាសែត Tuki Today បានលម្អិតថាមន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិកបានជូនដំណឹងដល់ថ្នាក់ដឹកនាំនៃសម្ព័ន្ធមិត្តសំខាន់មួយចំនួននៅតំបន់មជ្ឈិមបូព៌ាថាប្រធានាធិបតីលោក Donald Trump អាចអនុញ្ញាតឲ្យមានការវាយប្រហារទៅលើអ៊ីរ៉ង់នៅចុងសប្តាហ៍នេះដោយការវាយប្រហារអាចនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យទី1កុម្ភៈឬនៅកម្ពុជាឈានចូលដល់ថ្ងៃច័ន្ទការព្រមាននេះបានកើតឡើងចំពេលដែលកិច្ចចរចាការទូតរវាងប្រទេសទាំងពីរបានឈានទៅដល់ផ្លូវទល់ច្រកហើយនេះគឺជាពេលវេលាដ៏ខ្លីបំផុតចាប់តាំងពីចំនួនចុងខែធ្នូ2025មកដែលឈានទៅដល់ចំណុចដោះស្រាយមិនបាននៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃភាពតានតឹងឥតលះហែនេះលោកត្រាំបានបញ្ជូនកងនាវាចរសហរដ្ឋអាមេរិកយ៉ាងច្រើនទៅកាន់តំបន់ឈូងសមុទ្រពាក់រួមមាននាវាចម្បាំងយន្តហោះចម្បាំងនាវាមួយទឹកនាវាពិឃាតមីស៊ីជាច្រើនតាមព្រមទាំងមានយន្តហោះហិតក្លិននុយក្លេអ៊ែរថែមទៀតផងដោយក្នុងនោះលោកត្រាំក៏បានបញ្ជាក់ការពីថ្ងៃទី29មករាផងដែរថាពេលវេលាជិតអស់ហើយដើម្បីចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឬប្រឈមមុខនឹងសកម្មភាពយោធាដែលលោកបានពិពណ៌នាថាអាក្រក់ជាងការវាយប្រហារកាលពីខែមិថុនា2025គិតត្រឹមពេលនេះសកម្មភាពយោធាអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីត្រៀមទទួលយកក្នុងការវាយប្រហារពីអាមេរិករាល់គ្រប់វិនាទីហើយក៏បានព្រមមានតបវិញផងដែរថារាល់ការវាយប្រហារណាមួយកើតឡើងនោះនឹងបង្កឲ្យមានការសងសឹកដែលមិនធ្លាប់មានពីមុនមកនៅក្នុងទូទាំងតំបន់មជ្ឈិមបូព៌ាគួរបញ្ជាក់ផងដែរថាលោកត្រាំនៅថ្ងៃទី29មករាបានដាក់លក្ខខណ្ឌចំនួន2សម្រាប់ឲ្យអ៊ីរ៉ង់ចូលតុចរចាទី1រំសាយកម្មវិធីអាវុធនុយក្លេអ៊ែរចោលទាំងស្រុងទី2បញ្ឈប់សកម្មភាពបង្ក្រាបក្រុមបាតុករជាបន្ទាន់ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកប៉ុន្តែអ៊ីរ៉ង់បានប្រកាសចំហច្បាស់លាស់ថាពួកគេនឹងមិនចូលតុចរចាជាដាច់ខាតដរាបណាលោកត្រាំនៅតែបន្តប្រើប្រាស់ភាសាគំរាមកំហែងនិងដាក់សម្ពាធយោធានេះបង្ហាញថាអ៊ីរ៉ង់បានត្រៀមចិត្តរួចជាស្រេចសម្រាប់ជ្រើសរើសសង្គ្រាមជាជាងការចោះចាញ់ក្រុមលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកយើងនឹងតាមព្រឹត្តិការណ៍មួយនេះដោយមិនបិទភ្នែកនោះឡើយតើជប់នេះនឹងមានរឿងអ្វីកើតឡើងខ្ញុំសំអាងវណ្ណៈនេះគឺជាវីដេអូទី2របស់ខ្ញុំបាទនាពេលថ្ងៃត្រង់ទី31នៅក្នុងខែមករានេះអ្វីដែលលើកយកមកជម្រាបជូនអស់លោកអ្នកនៅក្នុងវីដេអូនេះគឺខ្ញុំបាទឃើញមាន2នៅក្នុងស្ថានភាពនេះទី1គឺលក្ខខណ្ឌរបស់លោកដូណាល់ត្រាំគាត់ថាគាត់មានលក្ខខណ្ឌ2យ៉ាងដើម្បីគាត់មិនវាយអ៊ីរ៉ង់បើអ៊ីរ៉ង់ធ្វើតាមលក្ខខណ្ឌទាំងពីរនោះអញ្ចឹងនៅក្នុងលក្ខខណ្ឌទាំងពីរនោះគឺយ៉ាងណាដែរនេះមាននៅក្នុងអត្ថបទនេះនឹងជម្រាបជូនអស់លោកអ្នកហើយស្ថានភាពមួយទៀតគឺជារឿងសម្ងាត់មួយដែលគេឃើញថាមេដឹកនាំធំរបស់អ៊ីរ៉ង់នៅក្នុងការធ្លាក់យន្តហោះមួយប៉ុន្តែរឿងនេះគឺជារឿងសម្ងាត់នៅឡើយទេសួរថាធ្លាក់នៅណាធ្លាក់នៅទីក្រុងម៉ូស្គូឯណោះអញ្ចឹងវាអាចប៉ះពាល់ទៅដល់មេដឹកនាំណាខ្លះរបស់អ៊ីរ៉ង់អញ្ចឹងទេសូមអស់លោកអ្នកមេត្តាតាមដាននៅក្នុងអត្ថបទទាំងនេះជាមួយនឹងខ្ញុំបាទដូចតទៅលោកត្រាំគាត់បានគម្រាមថាវាយប្រហារអ៊ីរ៉ង់ឲ្យខ្លាំងបើលុះត្រាតែរបបដ៏ឃោរឃៅមួយនេះមិនធ្វើរឿងពីរបើរឿងពីរហ្នឹងអត់ធ្វើអាហ្នឹងបានគាត់មិនវាយបើមិនអញ្ចឹងទេគាត់វាយឲ្យខ្លាំងតែម្ដងនៅពេលដែលមានភាពស្មុគស្មាញមួយបាទដែលបានចុះចតនៅក្នុងចក្រភពអង់គ្លេសគឺលោកដូណាល់ត្រាំគាត់និយាយអញ្ចឹងបាទអញ្ចឹងមានការចុះចតមួយរបស់លោកដូណាល់ត្រាំនៅចក្រភពអង់គ្លេសគាត់និយាយថារឿងទាំងអស់នេះតើតែពីរហ្នឹងកុំធ្វើបានគាត់អត់វាយលោកត្រាំគាត់បាននិយាយថាមេដឹកនាំផ្ដាច់ការនៃសាធារណរដ្ឋអ៊ីស្លាមត្រូវតែតាមការទាមទាររបស់គាត់ដែលមានដូចជាទី1គ្មាននុយក្លេអ៊ែរកុំផលិតនុយក្លេអ៊ែរតទៅទៀតនឹងបានគាត់មិនវាយទី2បញ្ឈប់ការសម្លាប់ទៅដល់បាតកោបានគាត់មិនវាយអញ្ចឹងធ្វើតាមពីរហ្នឹងសួរថាបានអត់បើបានមិនវាយទេតែបើមិនបានគឺធ្វើហើយប្រធានាធិបតីគាត់បានបន្ថែមថាពួកគេកំពុងតែសម្លាប់បាតកោរាប់ពាន់នាក់នរណាក៏ដឹងដែររឿងការសម្លាប់បាតកោរបស់អ៊ីរ៉ង់នេះមិនបាច់ចាំប្រកែកថាមិនសម្លាប់ទេអរលោកអ្នកណាការសម្លាប់នោះគឺខ្ញុំបានជម្រាបអញ្ចឹងសម្លាប់នៅតាមដងផ្លូវហើយចាប់ខ្លួនយកទៅឃុំឃាំងសម្លាប់នៅកន្លែងឃុំឃាំងនោះទៀតក៏ហើយដែរបន្ទាប់មកទៀតអ្នកមិនបានចាប់ខ្លួនដែលគ្នារបួសទៅសម្រាកនៅមន្ទីរពេទ្យទៅអូសចេញពីលើក្រែពេទ្យយកមកបាញ់សម្លាប់នៅមុខមន្ទីរពេទ្យនឹងទៀតឲ្យសាធារណជនឃើញដើម្បីឲ្យសាធារណជនទាំងអស់នោះខ្លាច
បាទហើយទៀតមានរបាយការណ៍ជាច្រើនទៀតគ្រាន់តែក្មេង500នាក់ដែលត្រូវបានខ្វេះភ្នែកអរលោកអ្នកណាបាញ់ឲ្យខ្វាក់ភ្នែកឬក៏ខ្វេះភ្នែកអញ្ចឹងគ្រាន់តែរបាយការណ៍គេឃើញមាន500នាក់ក្នុងមួយមន្ទីរពេទ្យមួយហ្នឹងផងអញ្ចឹងវាសាហាវដល់ថ្នាក់ហ្នឹងបានលោកដូណាល់ត្រាំគាត់ហាមគាត់ថាកុំឲ្យសម្លាប់តទៅទៀតអ្នកឯងចង់ឡើងកាន់អំណាចអ្នកឯងធ្វើឲ្យគេសុកស្រួលទៅគេគ្រប់គ្រងហើយគេស្រឡាញ់ហើយចុះបើនៅឲ្យគេពិបាកអញ្ចឹងសួរគេគ្រប់គ្រងមិនគេស្រឡាញ់មិនមួយថ្ងៃគេដាក់ទំនាយគ្រប់មាត់ហ្នឹងបើយើងធ្វើឲ្យល្អទៅចង់យើងកាន់តតំណែងកាន់តកូនកាន់តចៅប្រមាណចំនួនក៏កាន់ទៅឲ្យតែល្អឲ្យតែជាតិល្អប្រជាជនរស់នៅសុខសប្បាយអ្នកណាដែលមិនចង់បានទៅដើមអំណាចធ្វើអីទៀតបើល្អប៉ុណ្ណឹងហើយគេទៅដើមធ្វើអីទៀតបាទប៉ុន្តែដោយសារមិនល្អនេះហើយបានគេតវ៉ាដល់ពេលគេតវ៉ាអញ្ចឹងទៅខឹងគេដល់ខ្លួនឯងធ្វើអត់ឲ្យគេស្រឡាញ់ផងគេមិនតវ៉ាហើយអញ្ចឹងយើងទៅខឹងគេធ្វើអីបាទអញ្ចឹងក៏សម្រាប់គេយ៉ាងច្រើនអញ្ចឹងលោកដូណាល់ត្រាំប្រាប់ថាកុំសម្រាប់តទៅទៀតគាត់បាននិយាយថាយើងមានកប៉ាល់ធំនិងខ្លាំងជាច្រើនដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ឥឡូវនេះហើយវាពិតជាអស្ចារ្យណាស់ប្រសិនបើយើងមិនបាច់ចាំប្រើវាមិនចាំបាច់ប្រើកប៉ាល់ធំទាំងអស់ហ្នឹងមិនចាំបាច់ប្រើកប៉ាល់ខ្លាំងដល់ច្រើនទាំងអស់ហ្នឹងអញ្ចឹងវាល្អណាស់ទៅហើយនិយាយគ្នាឲ្យត្រូវកុំប្រើដៃប្រើជើងភាពតានតឹងដែលកំពុងតែកើតឡើងរវាងអាមេរិកនិងអ៊ីរ៉ង់បន្ទាប់ពីមានការគម្រាមកំហែងជាច្រើនសប្តាហ៍របស់លោកត្រាំខណៈពេលដែលគាត់ព្យាយាមបង្ខំឲ្យអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀងស្ដីអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបាទអញ្ចឹងរឿងនុយក្លេអ៊ែរអ្នកឯងកុំផលិតព្រោះអ្នកឯងអត់មានច្បាប់ទេខំប្រឹងផលិតធ្វើអីបាទកាលពីសប្តាហ៍មុនប្រធានាធិបតីហាក់ដូចជាមានសោកទិដ្ឋិនិយមចំពោះកិច្ចពិភាក្សាដោយសរសេរថាសង្ឃឹមថាអ៊ីរ៉ង់នឹងមកតុចរចាយ៉ាងឆាប់រហ័សហើយក៏ចរចានៅកិច្ចព្រមព្រៀងមួយដោយយុត្តិធម៌និងចរចាដោយកិច្ចព្រមព្រៀងមួយដោយសមត្ថភាពហ្នឹងណាដែលគ្មាននុយក្លេអ៊ែរនេះតែម្ដងគាត់បានប្រមានអាយ៉ាតូឡាថាកប៉ាល់ដ៏ធំស្រស់ស្អាតរបស់គាត់បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ដែលត្រៀមខ្លួនរួចជាស្រេចទាំងមានឆន្ទៈផងនិងអាចបំពេញបេសកកម្មរបស់ខ្លួនយ៉ាងឆាប់រហ័សជាមួយនឹងល្បឿននិងអំពើហិង្សាប្រសិនបើចាំបាច់ណាគាត់បានពមៀនទៅកាន់អាយ៉ាតូឡាអញ្ចឹងថាវាជារឿងមួយដែលលឿនណាស់ប្រសិនបើអាមេរិកចង់វាយអ្នកឯងសង្ស័យតដៃមិនទាន់ផងហ្នឹងអញ្ចឹងណាកុំថាឡើយដល់ថ្នាក់ថាចង់វាយអាមេរិកវិញនៅពេលដែលអាមេរិកវាយហើយនឹងស្ទើរតែតដៃមិនទាន់ផងហ្នឹងវាបានកើតឡើងនៅពេលដែលយន្តហោះរបស់កងទ័ពអាមេរិកដែលដាក់ឈ្មោះថាខ្លួនឯងជារឿងស្មុគស្មាញនុយក្លេអ៊ែរបានចុះចតនៅឯកន្លែងទ័ពអាកាសរបស់អង់គ្លេសមួយដែលមានឈ្មោះថា Mittenhall នៅក្នុងក្រុង Suffolk បាទអញ្ចឹងលោកដូណាល់ត្រាំគាត់និយាយអញ្ចឹងក៏ដោយសារតែលោកដូណាល់ត្រាំគាត់បានចុះចតនៅឯអាកាសយានដ្ឋានកងទ័ពរបស់អង់គ្លេសនៅប្រទេសអង់គ្លេសនោះក៏ប៉ុន្តែមន្ត្រីការពាររបស់អ៊ីរ៉ង់វិញគេបានឈរយ៉ាងម៉ឺងម៉ាត់ដោយអះអាងថាកងកម្លាំងប្រដាប់អាវុធរបស់លោកកំពុងតែត្រៀមខ្លួនរួចជាស្រេចក៏ដោយដាក់ម្រាមដៃរួចជាស្រេចរបស់ពួកគេទៅលើកៃកំភ្លើងអស់ហើយដើម្បីឆ្លើយតបភ្លាមនិងខ្លាំងក្លាទៀតចំពោះការវាយប្រហារណាមួយណែអ៊ីរ៉ង់គាត់អត់ស្ដាប់បានទេរឿងថាមិនអោយសម្លាប់បាតកោគាត់ស្ដាប់មិនបានទេរឿងថាឲ្យកុំផលិតនុយក្លេអ៊ែរក៏គាត់ស្ដាប់មិនបានដែរគាត់ដឹងតែទាហានរបស់គាត់គឺយកម្រាមដៃដាក់ចូលកៃកំភ្លើងអស់ហើយណាឆ្លើយតបភ្លាមឆ្លើយតបយ៉ាងខ្លាំងតែម្ដងដូចជាឧត្តមសេនីយ៍មហាមេតអាក្រាមីនីបាននិយាយថាខ្លួននឹងសងសឹករាល់ការវាយប្រហាររបស់សហរដ្ឋអាមេរិកភ្លាមលោកបានអះអាងតាមទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ថានាវាផ្ទុកយន្តហោះរបស់អាមេរិកនឹងងាយរងគ្រោះយ៉ាងធ្ងន់ធ្ងរបាទអញ្ចឹងលោកអាក្រាមីនីហ្នឹងគឺគាត់បាននិយាយចឹងថានាវាផ្ទុកយន្តហោះហ្នឹងគឺជាគោលដៅនឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរតែម្ដងឲ្យតែហ៊ានវាយអ៊ីរ៉ង់អញ្ចឹងគាត់សម្លាប់បាតកោនៅតែសម្លាប់បាទគាត់ផលិតនុយក្លេអ៊ែរនៅតែគាត់ផលិតកុំមកចរចាជាមួយនឹងគាត់អសោះលោកអាក្រាមីនីគាត់បានបន្ថែមយ៉ាងគំរាមកំហែងទៀតថាមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រគឺស្ថិតនៅក្នុងរបៀបវារៈនៃកម្មជ្រួចរយៈចម្ងាយមធ្យមរបស់យើងអស់ហើយបាទអញ្ចឹងគេដឹងតែវាយទៅដល់មូលដ្ឋានកងទ័ពរបស់អាមេរិកទាំងអស់ហ្នឹងមន្ត្រី Hezbollah គាត់បានពមៀនកាលពីម្សិលមិញថាការវាយប្រហាររបស់អាមេរិកទៅលើអ៊ីរ៉ង់នឹងបង្កជាភ្នំភ្លើងនៅក្នុងតំបន់មជ្ឈិមបូព៌ានេះបន្ទាប់ពីកងអង្គភាពឆ្មាំបដិវត្តរបស់អ៊ីរ៉ង់ដែលគួរឲ្យខ្លាចរបស់របបនេះថានឹងត្រូវដាក់នៅក្នុងបញ្ជីខ្មៅនៃក្រមភេរវកររបស់អឺរ៉ុបជុំវិញការបង្ក្រាបដកបង្ហូរឈាមរបស់ពួកគេទៅលើការតវ៉ាទូទាំងប្រទេសបាទអញ្ចឹងបើនិយាយអំពីកងអង្គភាពឆ្មាំបដិវត្តដែលជាកងអង្គភាពមួយដែលគេខ្លាច
ដែលជាកងអង្គភាពមួយដែលគេដាក់នៅក្នុងបញ្ជីខ្មៅភេរវកដោយសារអីបានជាគេដាក់នៅក្នុងបញ្ជីខ្មៅភេរវករបស់អឺរ៉ុបហ្នឹងក៏ដោយសារតែកងអង្គភាពបដិវត្តឆ្មាំបដិវត្តរបស់អេរ៉ង់នេះគឺគាត់បានទៅបង្ក្រាបដល់បង្ហូរឈាមទូទាំងប្រទេសអេរ៉ង់កន្លងមកលោកណាវ៉ាហ្វអល់មូសាវីបាននិយាយថាទីក្រុង Washington អាចបើកការវាយប្រហារមួយក៏ប៉ុន្តែមិនអាចទស្សន៍ទាយអំពីលទ្ធផលនៃការវាយប្រហារបានទេថាអាមេរិកបើអាចវាយគឺវាយបានគាត់ទស្សន៍ទាយអញ្ចឹងក៏ប៉ុន្តែគាត់មិនអាចទស្សន៍ទាយពីថាវាយហើយឈ្នះអត់វាយហើយខ្លួនឯងត្រូវវិញអត់បាទត្រូវរងនៃការតដៃឬក៏អត់មិនអាចទស្សន៍ទាយបានទេនៅកន្លែងហ្នឹងបើអាមេរិកអាចវាយគឺវាយបានមែនតែបន្ទាប់ពីវាយហើយប្រយ័ត្នរកកន្លែងរត់វិញអត់ទាន់នឹងអេរ៉ង់គាត់បាននិយាយចឹងអស់លោកអ្នកណាចក្រភពអង់គ្លេសក៏បានហាមឃាត់កងឆ្មាំបដិវត្តដែលបានគៀបសង្កត់ផងដែរបន្ទាប់ពីមានការតវ៉ាចំពោះការបង្ក្រាបដល់បង្ហូរឈាមនិងឃោឃៅទៅលើបាតកម្មបាទអញ្ចឹងអង់គ្លេសក៏គេហាមដែរថាកុំឲ្យកងឆ្មាំបដិវត្តរបស់អេរ៉ង់នេះបង្ក្រាបខ្លាំងពេកទៅលើបាតកោច្បាប់សំខាន់មួយនឹងអនុញ្ញាតឲ្យចក្រភពអង់គ្លេសកំណត់ភ្នាក់ងាររដ្ឋអរិភាពជាអង្គការភេរវកក៏ប៉ុន្តែការិយាល័យបាននិយាយថានេះនឹងមិនត្រូវបានតាមដានយ៉ាងឆាប់រហ័សនោះទេច្បាប់របស់អង់គ្លេសគេថាអនុញ្ញាតឲ្យអង់គ្លេសនេះយករដ្ឋាភិបាលរបស់អេរ៉ង់នេះគេហៅថារដ្ឋអរិភាពមានន័យថារដ្ឋដែលតែងតែមានបញ្ហាឆ្លោះទាស់ទែងរដ្ឋដែលតែងតែបកកសង្គ្រាមនេះបាទណារដ្ឋអរិភាពហ្នឹងថាជាអង្គការភេរវកម្មមួយថាអេរ៉ង់ហ្នឹងគឺជាអង្គការភេរវកម្មមួយក៏ប៉ុន្តែការិយាល័យរបស់នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសនេះគេថាច្បាប់នេះអាចថាបានប៉ុន្តែត្រូវតាមដានសិនត្រូវប្រមូលផុសតាំងឲ្យបានសិនមិនទាន់លះពេកបានទេចង់ដាក់ឈ្មោះទៅដល់ប្រទេសអេរ៉ង់ថាជាអង្គការភេរវកនេះលុះត្រាតែប្រមូលបានផុសតាំងឲ្យបានច្រើនសិនកុំអាលប្រញាប់ដាក់លឿនពេកបាទនេះគឺជារឿងមួយដែលគេចង់ដាក់ប្រទេសអេរ៉ង់ជាបញ្ជីខ្មៅមួយនាយករដ្ឋមន្ត្រីរបស់អង់គ្លេសលោក Keir Starmer បាននិយាយថាសម្ព័ន្ធមិត្តត្រូវតែដោះស្រាយការបង្ក្រាបដ៏ឃោឃៅរបស់អេរ៉ង់នៅពេលដែលគាត់ត្រូវបានចោទសួរអំពីថាតើគាត់នឹងគ្រប់គ្រងការវាយប្រហាររបស់អាមេរិកទៅលើអេរ៉ង់ដែរឬក៏ទេអ្នកកសែតសួរទៅដល់លោក Keir Starmer ថាអង់គ្លេសគ្រប់គ្រងអត់ថាអញ្ចឹងណាអង់គ្លេសគ្រប់គ្រងការវាយប្រហាររបស់អាមេរិកទៅអេរ៉ង់អត់ដល់ពេលអញ្ចឹងលោក Keir Starmer គាត់ថាសម្ព័ន្ធមិត្តត្រូវតែដោះស្រាយរាល់ការបង្ក្រាបទាំងឡាយណារបស់អេរ៉ង់ទៅលើបាតកោអញ្ចឹងមានន័យថាគាត់គ្រប់គ្រងនឹងឯងគាត់ហៅទាំងសម្ព័ន្ធមិត្តមកជួយគ្រប់គ្រងទៀតត្រូវតែដោះស្រាយនឹងគឺត្រូវតែជួយគ្រប់គ្រងឲ្យតែអាមេរិកវាយគឺគាត់នឹងគ្រប់គ្រងអាមេរិកនេះឯងនាយករដ្ឋមន្ត្រីគាត់បាននិយាយថាគាត់គ្រប់គ្រងគោលដៅនៃការបញ្ឈប់ឲ្យទីក្រុងតេហេរ៉ង់ពីការអនុវត្តកម្មវិធីនុយក្លេអ៊ែរដោយបន្ថែមឲ្យមានការសម្លាប់បាតកោដ៏គួរឲ្យស្អប់ខ្ពើមនេះអញ្ចឹងទេត្រូវតែគ្រប់គ្រងអាមេរិកនេះតែម្ដងអញ្ចឹងណានាយករដ្ឋមន្ត្រីគាត់និយាយច្បាស់អញ្ចឹងត្រូវតែបញ្ឈប់កុំឲ្យអេរ៉ង់បង្កើតនុយក្លេអ៊ែរហើយក៏ត្រូវតែហាមអេរ៉ង់កុំឲ្យសម្លាប់បាតកោតទៀតអញ្ចឹងទិសដៅរបស់អង់គ្លេសនិងអាមេរិកដូចគ្នាអញ្ចឹងរឿងនេះគឺជារឿងមួយដែលគ្រប់គ្រងគ្នាហើយបាទហើយហៅទាំងសម្ព័ន្ធមិត្តរបស់អឺរ៉ុបទាំងអស់ឲ្យមកដោះស្រាយទៀតកុំឲ្យសម្ព័ន្ធមិត្តនឹងនៅស្ងៀមបាទនេះគឺជារឿងមួយដែលឃើញថាលក្ខខណ្ឌរបស់អាមេរិករបស់លោកដូណាល់ត្រាំគឺមាន2នឹងឯងទី1កុំសម្លាប់បាតកោទី2គឺកុំផលិតនុយក្លេអ៊ែរបើមិនអញ្ចឹងទេកំភ្លើងអាវុធដ៏ស្អាតរបស់គាត់ដ៏ច្រើនរបស់គាត់ដ៏ខ្លាំងរបស់គាត់ដិតទៅកាន់ចិត្តប្រទេសអេរ៉ង់ហើយអញ្ចឹងការវាយប្រហារពេលណាក៏បានដែរបាទខ្លាចតែវាយទៅអេរ៉ង់តដៃមិនតាន់ផងនេះជារឿងមួយអស់លោកអ្នកណាហើយរឿងមួយទៀតការធ្លាក់យន្តហោះយ៉ាងដូចម្ដេចដែរនៅឯរុស្ស៊ីយន្តហោះរដ្ឋាភិបាលអេរ៉ង់ដ៏អាកំបាំងមួយត្រូវបានធ្លាក់ខណៈពេលដែលពាក្យចចាមអារ៉ាមថាលោកត្រាំគាត់បានព្យាយាមសម្រាប់អុកញ៉ាសម្រាប់លោកអាលីខាមេនីចេញបាទអញ្ចឹងពាក្យចចាមអារ៉ាមគេនិយាយអញ្ចឹងយន្តហោះនោះធ្លាក់ក៏ដោយសារតែត្រាំនេះអ្នកធ្វើឲ្យយន្តហោះនោះធ្លាក់ដោយយន្តហោះហ្នឹងគេសង្ស័យថាមានអាយ៉ាតូឡាអាលីខាមេនីនៅក្នុងហ្នឹងអ្នកគេសង្ស័យអញ្ចឹងពីព្រោះយន្តហោះនោះមិនមែនជាយន្តហោះសម្រាប់ដឹកអ្នកដំណើរធម្មតាទេគឺយន្តហោះសម្រាប់ដឹកមន្ត្រីរដ្ឋាភិបាលរបស់អេរ៉ង់តើតើអ្នកដែលមានមុខតំណែងខ្លាំងណាស់បានអាចជិះយន្តហោះនោះបានអញ្ចឹងពាក្យចចាមអារ៉ាមនេះវាជារឿងពិតឬក៏មិនពិតយើងក៏អត់ដឹងដែរអស់លោកអ្នកណាគឺខ្ញុំគ្រាន់បានតែជម្រាបជូនអស់លោកអ្នកអញ្ចឹងថាពាក្យចចាមអារ៉ាមគេនិយាយថាត្រាំចង់សម្លាប់លោកអាយ៉ាតូឡាអាលីខាម៉ានីនៅក្នុងយន្តហោះនោះបាទតន្ន័យដែលតាមដានការហោះហើរបានបង្ហាញថាយន្តហោះមួយដែលមានឈ្មោះថា Airbus A321
ដំណើរការដោយរបបគៀបសង្កត់បានចុះចតនៅឯអាកាសយានដ្ឋាន Vnukovo នៃទីក្រុងមូស្គូបន្ទាប់ពីបានហោះហើរត្រង់ចេញពីទីក្រុងតេអេរ៉ង់ទៅណាថាយន្តហោះនឹងចុះចតនៅក្នុងទីក្រុងមូស្គូនៅអាកាសយានដ្ឋានមួយដែលមានឈ្មោះថា Vnukovo នេះឯងហើយវាហោះចេញពីប្រទេសអេរ៉ង់ទៅយន្តហោះនេះត្រូវបានធ្វើការដំណើរដោយក្រុមហ៊ុនអាកាសចរមួយដែលមានឈ្មោះថាជើ Merek បាទឈ្មោះថា Merek នេះឯងដែលជាក្រុមហ៊ុនអាកាសចរមួយដែលគេស្គាល់ថាដឹកជញ្ជូនមន្ត្រីជាន់ខ្ពស់របស់អេរ៉ង់នៅក្នុងបេសកកម្មល្បីៗនៅក្នុងបេសកកម្មសំខាន់បើមិនមានមន្ត្រីជាន់ខ្ពស់អេរ៉ង់ទេយន្តហោះនេះមិនចេញដំណើរទេបើមិនមានបេសកកម្មដែលត្រូវទៅដល់សំខាន់នោះទេយន្តហោះនេះក៏មិនធ្វើដំណើរដែរអញ្ចឹងយន្តហោះនេះគឺប្រកាសណាស់ត្រូវតែមានមន្ត្រីជាន់ខ្ពស់របស់អេរ៉ង់ដើម្បីទៅធ្វើបេសកកម្មអីមួយហើយបានចេញទៅវាត្រូវបានចុះបញ្ជីថាអ្នកតាមដានជើងហោះហើរអេរ៉ង់និងរដ្ឋាភិបាលរបស់អេរ៉ង់អញ្ចឹងជើងហោះហើររបស់វាអត់មានពីណាដែលត្រូវកក់បានជិះបានក្រៅពីរដ្ឋាភិបាលរបស់អេរ៉ង់ទេមានតែរដ្ឋាភិបាលរបស់អេរ៉ង់ទេដែលអាចជិះយន្តហោះនោះបានហើយវាហោះហើរពេលយប់ស្ងាត់ដែលคล้ายទៅជាយន្តហោះមួយដែលមានអ្នកតាមដានច្រើនបំផុតនៅលើពិភពលោកនៅជើងហោះហើរមួយដែលមានឈ្មោះថា Fly Radar 24បណ្ដាញ Telegram របស់រុស្ស៊ីដែលគ្រប់គ្រងវាមានក្រុមឡើងជាច្រើនបានអះអាងថាគ្មានផុសតាងណាថាមានប្រធានាធិបតីរបស់អេរ៉ង់ដែលមានឈ្មោះថា Masoud Pezeshkian អាចនៅលើយន្តហោះនោះទេឬក៏លោក Ayatollah Ali Khamenei នៅលើយន្តហោះនោះដែរអញ្ចឹងខាង Telegram របស់រុស្ស៊ីគេថាអត់មានទេអ្នកមន្ត្រីដូចជាប្រធានាធិបតីអេរ៉ង់គឺលោក Masoud Pezeshkian ក៏ដូចជាលោក Ayatollah Ali Khamenei នេះបាទចឹងណាអញ្ចឹងពាក្យចចាមអារ៉ាមទាំងអស់នោះវាខុសជាមួយនឹងបណ្ដាញ Telegram ដែលគ្រប់គ្រងរុស្ស៊ីនោះឯងគឺវាខុសគ្នាអញ្ចឹងយើងអត់ដឹងថាអ្នកណាដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះនោះទេយើងអត់ទាន់ដឹងទេរហូតមកដល់ពេលនេះទាំងទីក្រុងតេអេរ៉ង់ទាំងមូស្គូមិនបានបញ្ជាក់អំពីជើងហោះហើរជាផ្លូវការនោះទេហើយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋអេរ៉ង់ក៏បានរក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហានៃការធ្លាក់យន្តហោះនៅទីក្រុងមូស្គូនោះដែរបាទអញ្ចឹងចាំមើលនឹងចេញថាអ្នកណាដែលបានធ្លាក់ហើយស្លាប់នៅក្នុងការធ្លាក់យន្តហោះនោះបាទអញ្ចឹងពីព្រោះយន្តហោះនេះបើមិនមានមន្ត្រីជាន់ខ្ពស់របស់អេរ៉ង់បញ្ជាទេគឺអត់ហោះទេហើយបើមិនមានបេសកកម្មពិសេសទេក៏អត់ហោះដែរវាទោះតែមានអ្នកជិះនោះជាមន្ត្រីជាន់ខ្ពស់បានអាចហោះបានបាទអញ្ចឹងពាក្យចចាមអារ៉ាមគេនិយាយថាមកពីត្រាំឯដែលធ្វើឲ្យយន្តហោះនោះធ្លាក់បាទអញ្ចឹងយើងអត់អាចប្រកែកថាយ៉ាងម៉េចទេឥឡូវមានតែចាំតាមដានតទៅទៀតអ្នកណាដែលធ្លាក់ឲ្យពិតប្រាកដអរលោកអ្នកនៅក្នុងអ្វីដែលជាអត្ថបទនេះឃើញថាបន្ទាត់ក្រហម2របស់ត្រាំបើមិនរងអនុវត្តទេគឺត្រាំវាយបាទអញ្ចឹងត្រាំបញ្ជាក់ឲ្យថា1គឺកម្មវិធីនុយក្លេអ៊ែរ2គឺសម្រាប់បាតកោនេះនៅក្នុងអត្ថបទនេះណាអញ្ចឹងត្រាំនឹងវាយហើយករណីមួយទៀតគឺជាការធ្លាក់យន្តហោះដ៏សម្ងាត់មួយព្រោះពួកគាត់អត់ព្រមបញ្ចេញបែកធ្លាយឲ្យបានច្បាស់លាស់បង្ហាញឲ្យបានច្បាស់លាស់ថាធ្លាក់ហ្នឹងប៉ះពាល់ទៅដល់អាយុជីវិតមន្ត្រីណាខ្លះបាទគឺគាត់អត់នាំគ្នាស្ងាត់ឆឹងអញ្ចឹងទៅអញ្ចឹងទេក៏សូមអស់លោកអ្នកមេត្តាទទួលជ្រាបហើយមេត្តារងចាំនៅក្នុងវគ្គបន្តទៀតបើសិនជាមានការចេញធ្លាយអ្វីមួយនោះគឺខ្ញុំបាទនឹងលើកយកមកជម្រាបជូនអស់លោកអ្នកជាបន្តទៀតអញ្ចឹងសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណចំពោះការតាមដាន